គុណធម៌សិលធម៌កំណត់ទ្រព្យសម្បត្តិទ្រព្យសម្បត្តិមិនមែនរកបានដោយការប្រកួតប្រជែងតែប៉ុណ្ណោះទេប៉ុន្តែពឹងផ្អែកលើគុណធម៌សិលធម៌ដែលបង្កើតមកម្ដងមួយដំណក់មួយមនុស្សដែលមានគុណធម៌ល្អអាចបង្កើតសម្ព័ន្ធភាពល្អបានច្រើនកាលណាមានសម្ព័ន្ធភាពល្អច្រើនប្រជាប្រិយភាពក៏ខ្លាំងហើយកាលណាប្រជាប្រិយភាពខ្លាំងទ្រព្យសម្បត្តិក៏ហូរមកដោយធម្មជាតិ 2. ចេះធ្វើជាមនុស្សទើបចេះធ្វើការងារទទួលបានចិត្តមនុស្សទើបអាចទទួលបានប្រជាប្រិយភាពហើយបន្ទាប់មកទើបទទួលបានទ្រព្យសម្បត្តិ 3. មនុស្សឆ្លាតពិតប្រាកដមិនខ្លាចការខាតបង់ក្នុងការរស់នៅធ្វើការជាមួយមនុស្សការខាតបង់គឺជាសំណាងពួកគេធ្វើការងារដោយភាពទូលំទូលាយអនុគ្រោះមនុស្សដោយចិត្តទូលំទូលាយ 4. អ្នកណាទទួលបានចិត្តមនុស្សអ្នកនោះទទួលបានពិភពលោកអ្នកណាទទួលបានប្រជាប្រិយភាពអ្នកនោះទទួលបានទ្រព្យសម្បត្តិដូច្នេះកុំគ្រាន់តែសម្លឹងមើលលើលុយកាក់ពេកត្រូវធ្វើខ្លួនឯងជាមនុស្សល្អជាមុនសិនលើកកម្ពស់វត្តសង្គមឲ្យល្អរក្សាទំនាក់ទំនងមនុស្សឲ្យល្អទើបអាចជួបជាមួយមនុស្សដែលមានគុណធម៌ល្អហើយសំណាងទ្រព្យសម្បត្តិនឹងមកដល់ដោយធម្មជាតិដូចជាទឹកហូរដូច្នេះជោគជ័យក្នុងអាជីវកម្មមិនគ្រាន់តែពឹងផ្អែកលើបច្ចេកទេសរកលុយប៉ុណ្ណោះទេប៉ុន្តែពឹងលើការកសាងគុណធម៌ការបង្កើតទំនាក់ទំនងល្អនិងការឈ្នះចិត្តមនុស្សដែលនឹងនាំមកនូវប្រជាប្រិយភាពនិងទ្រព្យសម្បត្តិយ៉ាងប្រកបនៅទីបំផុតកម្រិតខ្ពស់បំផុតនៃការរកស៊ីកម្រិតខ្ពស់បំផុតនៃការធ្វើអាជីវកម្មគឺធ្វើឲ្យអតិថិជនខ្លាចជាអ្នកផ្សព្វផ្សាយឲ្យយើងកេរ្តិ៍ឈ្មោះដែលរឹងមាំបំផុតគឺការណែនាំបន្តគ្នាដោយស្ម័គ្រចិត្តពីមិត្តភ័ក្តិការផ្សព្វផ្សាយពាណិជ្ជកម្មល្អបំផុតគឺការគាំទ្រស្ងាត់ពីអតិថិជនដែលត្រឡប់មកទិញម្ដងទៀតទំនុកចិត្តដែលជ្រាលជ្រៅបំផុតគឺនៅពេលដែលអតិថិជននិយាយថាខ្ញុំរកតែអ្នកប៉ុណ្ណោះនៅពេលធ្វើអាជីវកម្មយូរទៅយើងនឹងរកឃើញថាការចំណេញលុយបានម្ដងហៅថាសំណាងប៉ុន្តែការចំណេញលុយបានមួយជីវិតនោះហៅថាចរិតលក្ខណៈល្អធ្វើអាជីវកម្មមានតែផ្សព្វផ្សាយមិនរំខានការទិញលើកទី1គឺជាអតិថិជនព្រោះគេត្រូវការទិញលើកទី2គឺជាមិត្តភ័ក្តិព្រោះគេពេញចិត្តការទិញរយៈពេលវែងគឺជាអ្នកជួយគាំទ្រដល់ថ្លៃថ្លាការទទួលបានការទទួលស្គាល់ពីអតិថិជនរឹតតែមានតម្លៃជាងការចំណេញប្រាក់ច្រើនទៅទៀតចងចាំផ្ដោតលើគុណភាពសេវាកម្មនិងទំនាក់ទំនងល្អមិនមែនគ្រាន់តែប្រាក់ចំណេញរយៈពេលខ្លីៗនោះទេរកស៊ីកុំប្រកួតតម្លៃថោកកុំព្យាយាមធ្វើអាជីវកម្មជាមួយមនុស្សគ្រប់គ្នាមិនមែនអ្នកណាសុទ្ធតែជាអតិថិជនរបស់យើងទេរកស៊ីកុំប្រកួតតម្លៃថោកព្រោះប្រកួតយូរទៅគុណភាពនឹងធ្លាក់ចុះធ្វើអាជីវកម្មគួរផ្ដោតលើគុណភាពព្រោះធ្វើយូរទៅនឹងទទួលបានកេរ្តិ៍ឈ្មោះល្អសុខចិត្តលក់មិនដាច់ក៏មិនសុខចិត្តលក់ទំនុកចិត្តដែរទោះតម្លៃខ្ពស់អាចធ្វើឲ្យបាត់បង់អតិថិជនមួយចំនួនក៏ដោយប៉ុន្តែផលិតផលមានគុណភាពល្អនឹងទាក់ទាញមនុស្សបានកាន់តែច្រើនឡើងម៉ាកល្បីលក់ឲ្យអ្នកយកចិត្តទុកដាក់លើគុណភាពម៉ាកថោកលក់ឲ្យអ្នកគ្រាន់តែប្រើប្រាស់ធម្មតារបស់คล้ายលក់ឲ្យអ្នកលោភលន់រកតម្លៃថោកគុណភាពដែលអ្នកធ្វើបែបណានឹងទាក់ទាញប្រភេទអតិថិជនបែបនោះដែររបស់ល្អមានតែអ្នកចេះដឹងទេទើបមកទិញរក្សាគុណភាពបន្តិចម្ដងទីបំផុតអ្នកនឹងជួបមនុស្សដែលទទួលស្គាល់តម្លៃរបស់អ្នកផលិតផលលក់បានមិនមែនដោយសារតម្លៃថោកនោះទេគឺដោយសារទំនុកចិត្តទំនាក់ទំនងយូរអង្វែងពឹងលើទំនុកចិត្តធ្វើឲ្យអតិថិជនត្រឡប់មកទិញម្ដងហើយម្ដងទៀតនេះទើបជាអាជីវកម្មដ៏វៃឆ្លាតពិតប្រាកដ